ក្នុងរឿងសំរងស៊ីគាត់មានរដ្ឋាភិបាលគាត់ឈ្មោះរដ្ឋាភិបាល$23កាលពីមុនកើតរដ្ឋាភិបាលគាត់នៅខែវិច្ឆិកាកន្លងទៅឆ្នាំ25សំរងស៊ីបានចោទប្រកាន់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតថាខ្វះសមត្ថភាពក្នុងការប្តឹងថៃឡែនរហូតមកដល់ថ្ងៃនេះទី1ខែមករាឆ្នាំ2026លោកសំរងស៊ីដែលមានរដ្ឋាភិបាលខ្លួនឯងរួចទៅហើយនោះនៅតែចោទប្រកាន់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតថាមិនប្តឹងសំណួរសួរថាបើរដ្ឋាភិបាលហ៊ុនម៉ាណែតមិនប្តឹងហើយចុះមិនរដ្ឋាភិបាលសំរងស៊ីមិនប្តឹងក្រែងសំរងស៊ីមានរដ្ឋាភិបាលហើយមិនចឹងហើយបើមានរដ្ឋាភិបាលហើយឲ្យអាណាប្តឹងអញ្ចឹងយើងអាចគិតថាសម្ដីរបស់សំរងស៊ីគេហៅថាសម្ដីអាបកាចជាសម្ដីបបេថោកដែលចូលចិត្តនិយាយដែលសប្តាហ៍នេះប្រជាជនខ្មែរនៅក្នុងពិភពលោកមនុស្សតិចបំផុតដែលជឿលើសម្ដីបបេថោកនេះពីដើមអាសំរងស៊ីអត់មានរដ្ឋាភិបាលទេវាថាហ៊ុនម៉ាណែតមិនប្តឹងហ៊ុនសែនមិនប្តឹងដល់ក្រោយពីវាមានរដ្ឋាភិបាលហើយវាក៏នៅតែនិយាយថារដ្ឋាភិបាលហ៊ុនម៉ាណែតហ៊ុនសែនមិនប្តឹងបានសេចក្តីថាអាចោលមកសៀតនេះនិយាយភូតកុហកខ្មែរដែលសេះសល់ជឿតាមវាពីព្រោះអ្វីពីមុនវាអត់មានរដ្ឋាភិបាលវាថាហ៊ុនម៉ាណែតនឹងគួរប្តឹងថៃរឿងកោះកុដគួរប្តឹងថៃរឿងនេះគួរប្តឹងថៃរឿងនោះណាដល់ឥឡូវវាមានរដ្ឋាភិបាលជារបស់វាហើយវាបែរទៅជាអត់ប្តឹងណាវាបែរទៅជាអត់ប្តឹងវាបែរទៅជាមកបន្ទោសមកទៀមទាឲ្យរដ្ឋាភិបាលហ៊ុនម៉ាណែតហ៊ុនសែនប្តឹងវិញណាវាគឺជាសម្ដីឈួតលីលាដែលនៅសល់មនុស្សតិចណាក្នុងចំណោមខ្មែរនៅក្នុងពិភពលោកជឿអាចោលមកសៀតនេះខ្ញុំសូមបំភ្លឺចំពោះបងប្អូនជនរួមជាតិកូនចៅសង្គ្រាមកន្លងទៅការខូចខាតទាំងឡាយខាងថៃទោះបីដុល្លារយ៉ាងណាក៏ដោយក៏រដ្ឋាភិបាលថៃត្រូវឧបត្ថម្ភដល់ប្រជារាស្ត្រថៃនិងទាហានថៃដោយថវិការាជការខ្លួនឯងនៅខាងកម្ពុជាក៏ដូចគ្នាការខូចខាតទាំងឡាយអាស្រ័យទៅលើការឧបត្ថម្ភឬអ្វីដែលអាចជួយបានពីរដ្ឋាភិបាលកម្ពុជាខ្លួនឯងបងប្អូនជនរួមជាតិកូនចៅទស្សនៈចង់ប្តឹងសងការខូចខាតមិនអាចធ្វើទៅបានទេនៅក្នុងសង្គ្រាមនេះគឺអត់មានអ្នកណាចេញសងបងប្អូនទេដូច្នេះបើបងប្អូនណាគិតពីរឿងចេញសងសូមបញ្ជាក់ថាបងប្អូនកំពុងតែស្រមៃហើយទោះបីរដ្ឋាភិបាលហ៊ុនសែនប្តឹងរដ្ឋាភិបាលហ៊ុនសែនហ៊ុនម៉ាណែតប្តឹងថៃក៏អត់បានសំណងហើយនៅពេលដែលរដ្ឋាភិបាលថៃប្តឹងរដ្ឋាភិបាលហ៊ុនសែនហ៊ុនម៉ាណែតក៏អត់បានសំណងដែរពីព្រោះសង្គ្រាមនេះជាសង្គ្រាមខ្នាតតូចសង្គ្រាមខ្នាតតូចនឹងចំណុចមួយទៀតបងប្អូនក៏ដឹងដែរបើនិយាយពីការចាញ់ឈ្នះកម្ពុជាមិនបានចាញ់ទេតែបើនិយាយពីរឿងចាញ់ប្រៀបកម្ពុជាចាញ់ប្រៀបដូច្នេះអ្នកដែលចាញ់ប្រៀបក្នុងសង្គ្រាមនេះក៏គ្មានឱកាសបានត្រូវគេសងដែរចប់ប៉ុណ្ណេះក្នុងរឿងសម្ដីចោលមកសៀតរបស់អាសំរងស៊ីដែលបន្តនិយាយឲ្យមនុស្សតិចតួចបំផុតស្ដាប់ហើយក៏คล้ายទៅជាចំណៃនយោបាយរបស់ថៃអាសំរងស៊ីធ្វើនយោបាយបំផ្លាញគ្នាវានៅពេលដែលវាចាញ់រឿងចឹងមកណាសមាជិករដ្ឋាភិបាលវាហើយនឹងមនុស្សដែលគ្រប់គ្រងវាអត់អាចចូលស្រុកថៃបានទេថៃវាថតទុកឲ្យតែវាដឹងវាចាប់ដាក់គុកអញ្ចឹងអាសំរងស៊ីវាធ្វើនយោបាយដុតស្ពានចោល
ហ្នឹងហើយដែលខ្ញុំនិយាយថានយោបាយរបស់អាសាមរាំងស៊ីធ្វើដើម្បីកំដរឆាកនយោបាយលោកហ៊ុនសែនទេវាមិនមែនជាមនុស្សដែលយកចិត្តទុកដាក់ពីប្រទេសកម្ពុជានិងប្រជាជនខ្មែរយើងទេវាជាមនុស្សចោលមកសៀតម្នាក់ខ្ញុំមិនអំពាវនាវឲ្យបងប្អូនបោះបង់វាទេបងប្អូនណាចង់គ្រប់គ្រងវាបន្តទៀតទៅបើនៅសល់ខួរក្បាលតិចតួចគិតផងចប់សំណេះសំណាលជាមួយនឹងប្រិយមិត្តបន្តិចពីព្រោះភាគមុនមិនបាននិយាយណាคนนี่សួស្ដីលោកតា New Zealand a good country to study compared to studying in US it depends on your opportunity if you can come to US you come but if you do not have opportunity to come to study in the United States of America New Zealand is the alternative okay Ray Robinson 9832នោះណាមីលោកតាហេតុអ្វីបានជាលោកតាមិនសូវជឿអបិយជំនឿអបិយជំនឿគេសរសេរថាអបិយបកស្រាយទៅមាន2ផ្លូវផ្លូវមួយមានន័យថាអត់រូបគឺអបិយហ្នឹងផ្លូវមួយទៀតគេហៅថាអប្រ័យគឺជំនឿដែលឲ្យទោសជំនឿដែលក្តៅក្រហាយជំនឿដែលចង្រៃអញ្ចឹងបើយោងទៅតាមអបិយដែលមានន័យថាមើលមិនឃើញយើងត្រូវថ្លឹងថាវិទ្យាសាស្ត្រវាមាំមួនជាងរបស់ដែលយើងមើលមិនឃើញអូខេបើអបិយមានន័យថាមើលមិនឃើញរបស់ដែលយើងមើលឃើញវាច្បាស់ជាងណាចៅនឹងមួយបើនិយាយជាអបិយនេះមកពីពាក្យថាអប្រ័យអាក្រក់ក្តៅក្រហាយចង្រៃយើងមិនគួរណាជឿវាទេតាជាមនុស្សជឿហេតុផលសំណាងប្រេងសំណាងជឿគុណបុណ្យព្រះរតនត្រ័យជឿទៅលើព្រះវិញ្ញាណបរិសុទ្ធជឿទៅលើព្រះជាម្ចាស់ជាផ្នែកមួយនៃសតិអារម្មណ៍របស់តាតែរៀងរាល់ថ្ងៃ98%តាត្រូវរស់ជាមួយនឹងសង្គមវិទ្យាសាស្ត្រហេតុនេះហើយការជឿទៅលើជំនឿអស់នោះគឺវាមានតិចទេដែលជា therapy ជាការជួយឲ្យយើងរស់បានមនុស្សបើគ្មានជំនឿរស់មិនបានទេចៅហើយជំនឿហ្នឹងបើយើងយកតែជំនឿរូបទាំងអស់ឲ្យវាមានហ្នឹងក៏អត់បានដែរវាទល់តែមានអញ្ចឹងជីវិតយើងជួនកាលទៅវា2%អបិយជំនឿជួនកាលទៅ5ជួនកាលទៅ10ជួនកាលទៅ20ណាតិចឬច្រើនសង្គមឥឡូវនេះវិទ្យាសាស្ត្រសង្គមបានផ្ដល់ឲ្យយើងនៅផុសតាងថាអ្វីវិទ្យាសាស្ត្រច្បាស់ជាងហើយមាំមួនជាងណាចៅតែប៉ុណ្្នឹងទេណា no na mi កុយពន្លឺអរគុណណាអរគុណគីរ៉ា gaming លោកតាហេតុអ្វីឲ្យសិស្សមិនទាន់ចប់បាក់ឌុបថាឲ្យលោកតាអីចាក់តាមចិត្តអីចឹងចៅសម្លាញ់កុំថាឡើយមនុស្សមិនទាន់ចប់បាក់ឌុបមនុស្សមិនទាន់ចូលសាលាក៏ថាឲ្យតាបានដែរកូនពេលព្រោះគេចង់ថាឲ្យតាកើតមកជាមនុស្សមិនអាចនឹងហាមគេបានទេណាចៅណាហើយចៅក៏ដូចគ្នាដែរចៅមិនអាចហាមអ្នកណាបានទេអញ្ចឹងរឿងហ្នឹងធម្មតាចៅ Rosie Lola មនុស្សមានចំណេះដឹងគេមិនប្រើពាក្យសម្ដីគំរោះគំរើយបែបនេះទេអាស្រ័យបើសិនណាជាមនុស្សមិនប្រើពាក្យអស់នេះទេពាក្យអស់នេះគេមិនចងក្រងដាក់ក្នុងវចនានុក្រមទេ Rosie
ពីព្រោះវាជាភាសាមនុស្សនិងប្រើប្រាស់តាមកលៈទេសៈនិងអារម្មណ៍ដូច្នេះវាស្រេចតែរស់ស៊ីទេបើរស់ស៊ីយល់ថាមនុស្សចេះដឹងមិនប្រើទេក៏ស្រេចនឹងចិត្តតែខ្ញុំប្រើអត់មានអ្នកណាហាមខ្ញុំទេខ្ញុំប្រើណារស់ស៊ីណារស់ស៊ីឡូឡាចង់រស់ស៊ីពេញចិត្តឬមិនពេញចិត្តអត់ហាមខ្ញុំបានទេខ្ញុំប្រើណាកូនណាតែបើកូនអត់ចង់ប្រើទេកូនមានជំរឿសថាមិនប្រើហើយបើកូនមិនចង់ស្ដាប់ក៏កូនមានជំរឿសមិនចង់ស្ដាប់តែកូនអត់អាចហាមខ្ញុំបានទេពីព្រោះភាសាប្រើតាមកលៈទេសៈកាលវេលានិងទៅតាមរបត់របស់វានឹងចំណុចមួយNansen សូមអង្វរក្មួយកុំយកខ្ញុំទៅប្រៀបធៀបមនុស្សស្លាប់វាមិនអាចទៅប្រៀបធៀបមនុស្សស្លាប់បានទេមនុស្សស្លាប់នៅក្នុងប្រពៃណីខ្មែរគេអហោសិកម្មគេមិនដែលប្រៀបធៀបមនុស្សស្លាប់ទេគេអាចរៀនពីមនុស្សស្លាប់មនុស្សដែលស្លាប់ទៅហើយគេរៀនពីម៉ែពីឪពីបងពីប្អូននិងពីអ្នកប្រាជ្ញតែគេមិនដែលយកមនុស្សដែលស្លាប់ហើយទៅប្រៀបធៀបនឹងមនុស្សរស់ទេណាកូនណាអូខេណាក្មួយណាអត់ទេគេអត់ធ្វើអញ្ចឹងទេកូនធ្វើអញ្ចឹងអត់បានទេហើយណាមួយចេះផងកូនលោកកែមលៃជាជនសង្គមជាអ្នកវិភាគសង្គមចំណែកអ៊ំជាអ្នកវិភាគសង្គមនិងជាអ្នកប្រវត្តិសាស្ត្រហើយកូនណាហើយអ៊ំអត់ឡើងវិទ្យុទេអ៊ំប្រើ stream content មធ្យោបាយនៃការប្រើប្រាស់របស់អ៊ំមិនប្រើការវិភាគដោយពឹងផ្អែកទៅលើវិទ្យុដូចអាស៊ីសេរីអីទេអ៊ំអត់ប្រើទេអ៊ំប្រើមធ្យោបាយសាមញ្ញជា streamer ណាអញ្ចឹងវិន័យខុសគ្នាតែសំខាន់គេអត់ប្រៀបធៀបមនុស្សស្លាប់និងមនុស្សរស់ទេកូនណាកូនណាអាហ្នឹងអញ្ចឹងណាonly កកណាតើការដាក់តាំងកងទ័ពយោធាអាមេរិកការដាក់តាំងកងទ័ពយោធាអាមេរិកអាចការពារកម្ពុជាដូចជាគ្មានដូចជាមិនទាន់ទៅដល់ហ្នឹងដូច្នេះហើយយើងអត់អាចនិយាយអីបានទេកម្ពុជានៅដឹកនាំដោយលោកហ៊ុនសែនហ៊ុនម៉ាណែតដែលមិនទាន់ត្រូវជាមួយនឹងអាមេរិកទេបើលោកហ៊ុនសែនគាត់តែងតែប្រឆាំងអាមេរិកអញ្ចឹងវាមិនទាន់ដឹងណាបាទboy sia ធ្វើម៉េចឲ្យជីវិតយើងមានភាពរុងរឿងដើមដំបូងគឺរៀនតលតែយើងមានចំណេះដឹងខ្ពង់ខ្ពស់បញ្ញាច័ន្ទតើមេដឹកនាំត្រូវការយើងឬយើងត្រូវការមេដឹកនាំចម្លើយគឺត្រូវការគ្នាទៅវិញទៅមកមេដឹកនាំត្រូវការប្រជាជនឲ្យគាំទ្រគាត់ប្រជាជនគាំទ្រគាត់ព្រោះត្រូវការគាត់ឲ្យដឹកនាំគឺត្រូវការគ្នាទៅវិញទៅមកណាកូនណាដានីលោកតាខ្មែរក្រោមហេតុអ្វីមិនភ្លេចកំណើតដូចខ្មែរស្រិនខ្មែរសរិនអត់បានភ្លេចកំណើតទេកូនចៅយល់ខុសថាខ្មែរសរិនបរិយារាមច័ន្ទបុនស៊ីសកែតភ្លេចកំណើតពួកគេមិនបានភ្លេចកំណើតទេតែពួកគេអត់ត្រូវការកូនឯងពីព្រោះគេចាត់ទុកថាកូនឯងជាមនុស្សជាប់ឆ្លើយហ្នឹងគឺកូនឯងដូចគេឃុំឃាំងចឹងណាប្រៀបបាននឹងមនុស្សជាប់គុកមួយមនុស្សនៅក្រៅគុកពួកខ្មែរនៅប្រទេសថៃឡង់គេចាត់ទុកថាជាមនុស្សក្រៅគុកគេមិនបានភ្លេចជាតិកំណើតគេទេហេតុដូចម្ដេចបានជាគេមិនភ្លេចជាតិកំណើតគេសែនព្រេនរៀបការច្បារដំណាំប្រពៃណីចម្រៀងអីគេមិនដែលភ្លេចកំណើតគេទេណា
គេមិនដែលភ្លេចកំណើតគេទេតែយើងទេភ្លើយើងឲ្យហ៊ុនម៉ាណីអីទៅយកសង្ក្រានគេយកមករំលាយចូលឆ្នាំខ្មែរអីយើងទេដល់អញ្ចឹងគេអត់ត្រូវការយើងហើយយើងច្រឡំថាគេភ្លេចកំណើតខុសហើយណាកូនណាចំណែកខ្មែរក្រោមអត់ចូលចិត្តប្រពៃណីយួនអញ្ចឹងក៏គេអត់ភ្លេចកំណើតគេដែរគេខំប្រឹងរក្សាវត្តអារាមរក្សាភាសានិងប្រពៃណីរបស់គេខ្មែរទាំងអស់អត់ដែលសូម្បីតែខ្មែរខ្ញុំនេះក៏មិនដែលភ្លេចកំណើតដែរតែខ្ញុំនិយាយត្រង់តែខ្ញុំអត់ចង់រស់នៅជាមួយពួកអាស៊ីជូទេពីព្រោះវាគ្រោះថ្នាក់មិនមានន័យថាភ្លេចណាកូនណាបញ្ញាច័ន្ទដានីណាអូខេម៉ាឡេសុំឈ្មោះសាលាដែលសាច់ញាតិលោកពូរៀនយក CPA មួយផងអត់ទេ CPA នៅស្រុកអាមេរិកនេះសាលាណាក៏មានបង្រៀនដែរមិនមែនបង្រៀនទេ CPA គឺជាការប្រឡងតាយើងទី1ត្រូវជាប់ខាងគណនេយ្យកម្ម4ឆ្នាំហើយ CPA មិនមែនជាមុខវិជ្ជាទេមុខវិជ្ជាគេហៅ accounting ដល់រៀន accounting ហើយបាន4ឆ្នាំបើធ្វើការមានពិសោធន៍2ឆ្នាំទិញសៀវភៅមករៀនប្រឡងយក CPA ឬក៏រៀន4ឆ្នាំហើយរៀនយក master ប្រឡងយក CPA មិនមែនជាមុខវិជ្ជាទេ CPA គឺប្រកាសនីយប័ណ្ណនៃអ្នករៀនគណនេយ្យកម្មដែលទទួលស្គាល់ដោយរដ្ឋអញ្ចឹងទេកន្លែងណាក៏មានដែរមកសហរដ្ឋអាមេរិកណា CPA exam ណាKNG តើអ្វីជាដំណោះស្រាយល្អខ្មែរនិងសៀមដើម្បីបញ្ចប់សង្គ្រាមបញ្ហាព្រំដែនដំណោះស្រាយល្អគឺការប្រឹងប្រែងចរចាRay Robinson Why New Zealand economy is based like the New Zealand មាន farm ច្រើនដូច Australia ដែរអត់មានវាយទេកូនRay Robinson អាហ្នឹងគេអត់សួរវាយទេវាជា production base របស់ប្រទេសនីមួយដែលប្រទេសនីមួយហ្នឹងជួនកាលគេវិវត្តពីឧស្សាហកម្មទៅបច្ចេកវិទ្យាជួនកាលគេអត់វិវត្តគេនៅជាប្រទេសកសិកម្មអាហ្នឹងអញ្ចឹងទេណាកូនណា Robinson មិនមែនវាយទេអូខេ Robinson it should not be why it is the production base of each country ណា Rosie Lola អត់ហ៊ានឡើងវិទ្យុទេព្រោះខ្លាចគេសួរដេញដោលតលបើខ្លាំងសាក់ឡើងមើលខ្ញុំហ៊ានភ្នាល់Rosie ខ្ញុំអត់មានហ៊ានភ្នាល់ជាមួយ Rosie ទេ Rosie ចង់ថាម៉េចក៏បានដែរណាខ្ញុំអនុញ្ញាតឲ្យបញ្ចេញមតិតែប៉ុណ្្នឹងទេកុំរំខានខ្ញុំបើរំខានខ្ញុំដេញចេញប៉ុន្តែបញ្ចេញមតិប៉ុណ្ណឹងខ្ញុំទទួលបានណាហើយរឿងថាអូខ្ញុំខ្លាចគេដេញដោលណាខ្ញុំសូមប្រាប់ថាវិទ្យុអាស៊ីសេរីមានអ្នកបកកាយដេញដោលជាងគេឈ្មោះលោកជុនច័ន្ទបុតខ្ញុំនិយាយចំឈ្មោះសមត្ថភាពប៉ុណ្ណឹងខ្ញុំទទួលលោកជុនច័ន្ទបុតបានគ្រប់ពេលប៉ុន្តែដោយសារតែពួកអាស៊ីសេរីនៅក្នុងប្រភពរបស់ក្រមជនច័ន្ទបុតគេមិនចូលចិត្តគេប្រើពាក្យ promote គេមិនចូលចិត្ត promote មនុស្សក្រៅលោកជនច័ន្ទបុតកាលគាត់នៅធ្វើការអាស៊ីសេរីគាត់បាត់ពួកកម្មសុខានិយាយចំលោកសំពូលីហើយនឹងលោកជនច័ន្ទបុតគឺហៅមនុស្សណាដែលជាបពពួករបស់លោកសំរងស៊ីធ្វើសម្ភាសច្រើនជាងអ្នកដទៃហើយចំពោះមនុស្សដែលអត់មានបកនយោបាយដូចខ្ញុំតែរៀងឆ្លាតបន្តិចតួឯកនៅអាស៊ីសេរីមិនប្រម៉ូតទេមូលហេតុដែលគេមិនដែលហៅខ្ញុំឡើងវិទ្យុអាស៊ីសេរីនៅក្នុងសម័យដែលលោកសំពូលីហើយនិងលោកជុនច័ន្ទបុតគ្រប់គ្រងគឺជាការមួយដែលគេអត់ត្រូវការមនុស្សដូចខ្ញុំជាជំរឿសរបស់គេខ្ញុំឡើងសម្ភាសដោយអាស៊ីសេរីនៅឆ្នាំ2001
24 ឆ្នាំមុនឈ្មោះខ្ញុំល្បីណាស់នៅពេលដែលភារវកបានវាយប្រហារលើសហរដ្ឋអាមេរិកហើយខ្ញុំត្រឹមលោកជុនច័ន្ទបុតនិយាយចំឈ្មោះហ្មងមិនបាច់អាស៊ីសេរីណាទៀតទេជុនច័ន្ទបុតខ្ញុំទទួលបានគ្រប់ពេលឥឡូវហ្នឹងជុនច័ន្ទបុតបើកទូរទស្សន៍អាស៊ីសេរីក៏ទទួលបានគ្រប់ពេលអូខេបើសិនរ៉ាស៊ីយល់ឃើញថាអាចបបួលឲ្យជុនច័ន្ទបុតហៅខ្ញុំឡើងសម្ភាសហើយខ្ញុំបដិសេធមិនសម្ភាសអាហ្នឹងបានខ្ញុំហ្នឹងវាអន់